សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកវិធីធ្វើមីបំពងដំបូងយើងមានមីកញ្ចប់សំពៅមាសមូក៏បានសរសៃមូក៏បានសៃល្បែកក៏បានដែរហើយយើងមានការ៉ុតតៅហ៊ូពោតបន្ទាប់មកយើងដាក់ខ្ទះឲ្យក្តៅទៅដាក់ប្រេងសណ្តែកចូលហើយលីងពោតដំបូងមិនគេឲ្យឆ្អិនល្អហើយចាហើយបន្ទាប់មកទៀតយើងដាក់មានការ៉ុតនិងតៅហ៊ូលីងឲ្យចូលជាតិល្អហើយដាក់ដូចជាយើងមានជាសាច់ប្រភេទជាដូចជាផ្សិតក្រៀមក៏បានឬក៏ជើងផ្សិតក៏បានឬក៏ផ្សិតមូធំដាក់ចូលក៏បានដែរបន្ថែមរសជាតិរំលីងវាឲ្យឆ្អិនល្អឲ្យស្ងួតល្អហើយយើងដាក់ដូចជាស្ករបន្តិចម្សៅស៊ុបបន្តិចហើយភ្លក់ឲ្យម៉ោងទៅលេងបន្តលេងឲ្យវាស្ងួតល្អបន្តិចទៅហើយទុកពួនដាក់ចានទុកម្លែកចាមីកញ្ចប់យើងយកមកយើងស្រោះទឹកឲ្យស្រោះទឹកឲ្យវារីកល្អហើយឲ្យវាស្ងួតឲ្យស្រស់ទឹកល្អហើយក្នុងថែមនេះគឺមានស្នូលដែលយើងធ្វើរួចមីហើយនិងកត្រងសម្រាប់យើងបំពងមីហ្នឹងហើយបន្តមកទៀតហ្នឹងយើងដាក់ខ្ទះមកឲ្យក្តៅជាមួយប្រេងពាក់កណ្ដាលខ្ទះមកឲ្យដើម្បីឲ្យមីហ្នឹងវារីកល្អតពីហ្នឹងទៅយើងចម្អិនមីជាមួយនឹងស្នូលហ្នឹងជាការស្រេចហើយឆ្ងាញ់មានរសជាតិឆ្ងាញ់ប្លែកព្រោះអីលើកទី1ដែរដែលខ្ញុំធ្វើមីបំពងអញ្ចឹងអរគុណច្រើនសម្រាប់ការចូលរួមមើលវីដេអូរបស់ខ្ញុំដែលរញ៉េរញ៉ៃអរគុណហើយដែលមានការចូលរួមឧបត្ថម្ភពីមីសំពៅមាសខាងសិប្បកម្មមីសំពៅមាសគឺមានផលិតមីសរសៃតូចសរសៃធំហើយនឹងមីរសជាតិតើយចាបើបងប្អូនមានតម្រូវការចង់បានមីសរសៃតូចសរសៃធំឬក៏មីសំបុកចាបយកទៅឆាឬក៏ធ្វើស៊ុបគឺពិសេសខ្លាំងណាស់ចាអរគុណសម្រាប់ការចូលរួមមើលវីដេអូរបស់ខ្ញុំហើយបើសិនមកពេញចិត្តឬមិនពេញចិត្តជួយ comment នៅក្នុងវីដេអូឲ្យផងអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយៗទៀត